សូមជម្រាបសួរទៅដល់បងប្អូនទាំងអស់គ្នាទីជិតទីឆ្ងាយទីនៅកន្លែងណាក៏ដោយនឹងហើយជម្រាបសួរមានខ្លួនទី3ត្រឡប់លើករៀមដៃ10ជម្រាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាម្ដងទៀតបាទបងប្អូនទាំងអស់គ្នាបាទរឿងមួយនេះគឺបងប្រុសម្នាក់គាត់បានចែករំលែកមកដល់ខ្ញុំបាទផ្ទាល់បងប្អូនទាំងអស់គ្នាបាទគាត់មានឈ្មោះថាបងសិទ្ធបងប្អូនទាំងអស់គ្នាបាទរស់នៅក្នុងខេត្តសៀមរាបហើយប្រពន្ធរបស់គាត់ក៏នៅរស់នៅទៅក្នុងខេត្តសៀមរាបដូចគ្នាបងប្អូនទាំងអស់គ្នាបាទទីដើមឡើយដំបូងហ្នឹងគឺរឿងហ្នឹងគឺមានឈ្មោះថាខំតស៊ូជាមួយគ្នារហូតដល់ទីបញ្ចប់អ្នកនរគ្នាបាទរហូតដល់ជោគជ័យអញ្ចឹងណាថ្ងៃរឿងមួយហ្នឹងគឺគាត់ពីដំបូងឡើយហ្នឹងគាត់គ្រួសាររបស់គាត់ហ្នឹងគឺក្រីក្រខ្លាំងមែនទែនបងប្អូនអរគ្នាបាទរលងាយខ្វះព្រឹករົບព្រឹកខ្វះល្ងាចអញ្ចឹងទៅបងប្អូនអរគ្នាហើយចំណែកគ្រួសាររបស់បងស្រីផងដែរគឺខ្ញុំមិនហ៊ានបញ្ចេញឈ្មោះទេបងប្អូនអរគ្នាបាទគឺប្តីរបស់គាត់ឲ្យបញ្ចេញឈ្មោះបងប្អូនគ្នាប៉ុន្តែខ្ញុំមិនហ៊ានបញ្ចេញឈ្មោះអញ្ចឹងណាបងប្អូនអរគ្នាបាទគឺសាច់រឿងដំបូងឡើយហ្នឹងគឺបងប្រុសគឺគ្រួសាររបស់គាត់គឺក្រីក្រខ្លាំងមែនទែនអញ្ចឹងណាបងប្អូនអរគ្នាបញ្ជាក់បងប្អូនអរគ្នាបាទបងប្រុសបងស្រីក៏គាត់បានស្រឡាញ់គ្នាតាំងពីកាលនៅរៀនអញ្ចឹងណាហ្នឹងហើយគាត់បានស្រឡាញ់គ្នាតាំងពីកាលនៅរៀនអញ្ចឹងទៅរហូតដល់គាត់តាក់ទងគ្នារហូតដល់គាត់បានស្រឡាញ់គ្នាអញ្ចឹងទៅហើយគាត់ក៏បានទៅលេងផ្ទះម៉ែឲ្យរៀងខ្លួនអញ្ចឹងណាហ្នឹងហើយគាត់រៀនរហូតដល់ចប់ហ្នឹងបងប្អូនអរគ្នាបាទទោះបីគ្រួសារគាត់ក្រីក្រយ៉ាងម៉េចក៏ដោយគាត់រៀនរហូតដល់ចប់ពីអ្នកប្តីប្រពន្ធគាត់នឹងក៏រៀនរហូតដល់ចប់បងប្អូនគ្នាគាត់ក៏ចាប់ផ្ដើមតាក់ទងជាមួយបងស្រីនឹងគឺជាសង្សារនឹងគ្នាអញ្ចឹងទៅហ្នឹងហើយតាក់ទងនឹងសង្សារនឹងគ្នារហូតបានរយៈពេលប្រហែលជា8ឆ្នាំអ្នកគ្នាបាទគាត់ក៏រៀនចប់អញ្ចឹងណាគាត់ក៏បានរៀនចប់អញ្ចឹងទៅហើយគាត់ពេលហ្នឹងក៏គាត់បានទៅលេងផ្ទះរបស់ប្រពន្ធរបស់គាត់ហ្នឹងហើយគាត់បានទៅលេងផ្ទះរបស់ប្រពន្ធរបស់គាត់ពេលហ្នឹងក៏គ្រួសារប្រពន្ធរបស់គាត់ហ្នឹងគឺមានខ្លាំងមែនទែនអ្នកគ្នានិយាយបានថាគ្រួសារវាមានអីធំដុំក៏មានរោងម៉ាស៊ីនឬក៏ផ្ទះធំទូលាយអីចឹងណាអ្នកគ្នាបាទណាមួយគ្រួសារគេសំរុំដែរអញ្ចឹងទៅហើយចំណែកគ្រួសាររបស់បងប្រុសហ្នឹងគឺជីវភាពគាត់គឺអត់សូវមានបានតាណាតាណៃទេបងប្អូនគ្នាគឺក្រីក្រខ្លាំងមែនទែនរោគព្រឹកខ្វះល្ងាចរលងាចខ្វះព្រឹកអញ្ចឹងទៅហ្នឹងហើយពេលហ្នឹងក៏គ្រួសាររបស់បងស្រីហ្នឹងគឺគាត់អត់សូវពេញចិត្តទៅលើបងប្រុសប្រហែលទេដោយសារតែគាត់ក្រីក្រហើយណាមួយចំណេះក៏គ្មានការងារក៏គ្មានអ្វីក៏គ្មានទាំងអស់ទៅចិញ្ចឹមកូនគេមិនបានរស់បងប្អូនអរគ្នាបាទហ្នឹងហើយពេលអញ្ចឹងទៅក៏បងប្រុសហ្នឹងគាត់បាននិយាយរួមទៅក៏បានរៀនចប់អីចឹងទៅហើយគាត់ពីដំបូងឡើយហ្នឹងគឺគាត់ធ្វើជាងម៉ូតូបងប្អូនអរគ្នាបាទគាត់រៀនធ្វើជាងម៉ូតូអញ្ចឹងទៅគាត់រៀនធ្វើជាងម៉ូតូរហូតក៏សង្សាររបស់គាត់ហ្នឹងក៏តែងមកលេងមកអីចឹងណាដោយសារពួកគាត់ស្រឡាញ់គ្នាខ្លាំងមែនទែនអរគ្នាអត់ដែលចេះផិតក្បត់គ្នាអញ្ចឹងណាហ្នឹងហើយពេលហ្នឹងក៏បងប្រុសហ្នឹងក៏បានរៀនជាងម៉ូតូអញ្ចឹងទៅហ្នឹងហើយពីដំបូងឡើយហ្នឹងគាត់រៀនជាងម៉ូតូអញ្ចឹងអីប្រហែលជា5ឆ្នាំអ្នកគ្នារហូតដល់គាត់អាចរៀនបានចេះស្ទាត់ជំនាញរបស់គាត់អំពីដោះកង់ម៉ូតូធ្វើម៉ាស៊ីនម៉ូតូអីគ្រប់យ៉ាងទាំងអស់បងប្អូនអរគ្នាបាទគឺរឿងជាងម៉ូតូគឺគាត់ខ្លាំងមែនទែនគាត់ចង់ឲ្យម៉ែក្មេករបស់គាត់ហ្នឹងមើលឃើញពីភាពក្លាហានរបស់គាត់ពីភាពតស៊ូរបស់គាត់អញ្ចឹងទៅហ្នឹងហើយបញ្ជាក់បងប្អូនអរគ្នាបាទបងប្រុសម្នាក់ហ្នឹងគឺបងគេបងប្អូនអរគ្នាបាទគ្រួសាររបស់គាត់គឺមានកូនរហូតដល់5នាក់ទាំងអស់គ្នាបាទហ្នឹងហើយពេលហ្នឹងក៏គាត់បានចាប់ផ្ដើមធ្វើការធ្វើអីចឹងណាគាត់នឹងសន្សំលុយសន្សំឲ្យដែរបងប្អូនអរគ្នាសារតកែរបស់គាត់គឺឲ្យលុយឲ្យខ្លះចឹងណាដើម្បីទុកសម្រាប់គាត់បើតូបបើអីដើម្បីធ្វើជាងម៉ូតូដល់ខ្លួនឯងចឹងហើយដោយសារគាត់ចេះអស់ហើយចឹងទៅពេលថ្ងៃមួយហ្នឹងក៏គាត់រៀនចឹងជាងម៉ូតូចឹងអីចឹងទៅក៏គាត់រៀនចេះបងប្អូនអរគ្នាបាទគាត់រៀនចេះចឹងណាពេលហ្នឹងឡើយក៏គាត់ចាប់ផ្ដើមថាសុំមេគាត់ហ្នឹងដើម្បីបើជាងម៉ូតូ business ដល់ខ្លួនឯងចឹងណាហ្នឹងហើយពេលហ្នឹងក៏បងប្រុសគាត់បានសុំតកែរបស់គាត់អីចឹងទៅហើយតកែរបស់គាត់ចេះល្អណាស់បងប្អូនអរគ្នាបាទតែងតែយកអាសាគាត់ឲ្យលុយឲ្យគាត់ដើម្បីបើកហាងបើអីចឹងទៅហ្នឹងហើយពេលហ្នឹងដល់ពេលថ្ងៃដែលគាត់ចេញទៅគាត់លាបងប្អូនរបស់គាត់ដែលអ្នកធ្វើការជាមួយគ្នាចឹងណាខាងបបៃបកែរៀនតែប៉ុណ្្នឹងសោះអាចចេះបានច្រើនទាំងម៉ូតូអូតូទាំងម៉ូតូយូរ៉ូម៉ូតូគ្រប់ម៉ូតូបងប្អូនអរគ្នាទាំងម៉ូតូអូតូទាំងម៉ូតូអាសង់អីចឹងណាហ្នឹងហើយពេលហ្នឹងក៏គាត់បានទៅបើកតូបមែនបងប្អូនគ្នាគាត់បើកតូបនៅស្រុកគាត់អញ្ចឹងណាហ្នឹងហើយពេលហ្នឹងគឺស្រុកគាត់មានថ្នល់មានអីសំរុំមែនបងប្អូនបាទគឺពេលហ្នឹងគឺជាងម៉ូតូគឺសំខាន់ខ្លាំងមែនទេបងប្អូនបាទសំខាន់ណាមានម៉ូតូបែកមានអីចឹងទៅក៏ប៉ះកង់ប៉ះអីម៉ូតូអញ្ចឹងណាហ្នឹងហើយពេលហ្នឹងគឺគាត់នៅក្នុងស្រុកគាត់ហ្នឹងគាត់បើកការរ៉ូស៊ីហ្នឹងរយៈពេលប្រហែលជា5ឆ្នាំអ្នកគ្នាបាទពេលហ្នឹងគឺគាត់បើកពរិយាជីវកម្មគាត់តែម្ដងអ្នកគ្នាបាទពរិយាជីវកម្មហ្នឹងណាគាត់ក៏បានបរិយាជីវកម្មគាត់រហូតដល់ធំគាត់មានកូនចៅមានអីចឹងទៅក៏គាត់បរៀនកូនចៅហើយគាត់នឹងស្លូតណាស់បងប្អូនអរគ្នាស្លូតណាស់បងប្រុសម្នាក់ហ្នឹង
គាត់អត់ចេះកាចចេះទេបងប្អូនទាំងនេះបាទគាត់ slot ខ្លាំងមែនទែនហើយគាត់អត់ដែលจะស្ដីឲ្យកូនចៅអីចឹងទេហ្នឹងហើយគាត់ធម្មតាហើយគាត់ slot ហ่ะហើយគាត់ក៏តែងតែបង្រៀនដល់កូនចៅគាត់ធ្វើអញ្ចេះអញ្ចឹងណាព្រោះអីរឿងគ្រឿងម៉ូតូគឺធ្វើពិបាកខ្លាំងមែនទែនអ្នកនរគ្នាបាទពេលនឹងឡើយក៏សង្សាររបស់គាត់ពិតជាសប្បាយចិត្តខ្លាំងមែនទែនអ្នកនរគ្នាបាទសង្សាររបស់គាត់ហ្នឹងហើយត្រូវជាប្រពន្ធរបស់គាត់អញ្ចឹងណាគាត់សប្បាយចិត្តខ្លាំងមែនទែនដល់សារតែគាត់រើសមនុស្សត្រូវអញ្ចឹងហើយបងប្រុសគាត់ slot ផងហើយណាមួយគាត់ប្រកែអញ្ចឹងទៅគាត់ប្រកែពោ50អញ្ចឹងណាដើម្បីឲ្យភ្ញៀវតាក់ទាញចូលចិត្តហើយណាមួយគាត់ slot តែពីដើមអញ្ចឹងណាបងប្អូនគ្នាអញ្ចឹងទៅក៏មានសម្បូរអ្នកចូលចិត្តគាត់ទៅរឿងប៉ះកង់ម៉ូតូអីទៅហ្នឹងគាត់តែងតែជួយគេឬកង់ម៉ូតូណាដែលប៉ះបានក៏គាត់ប៉ះឲ្យអញ្ចឹងណាកង់ម៉ូតូណាដែលបែកធ្លាយយះពូវីនយះអីទៅក៏គាត់ប៉ះអត់បានទៅក៏គាត់ប្រាប់ម្ចាស់ម៉ូតូហ្នឹងឲ្យដូរពូវីនដូរអីអញ្ចឹងទៅហើយពូវីនខ្ញុំគិតមើលទៅក៏ខ្ញុំធ្លាប់ទិញអញ្ចឹងណាបងប្អូនគ្នាបើពូវីនមួយតែ 9000 ទេបងប្អូនគ្នាពូវីនធំហ្នឹងហើយពូវីនតូច 10000 បងប្អូនគ្នាអញ្ចឹងទៅយើងអាចចំណេញបានត្រឹមថាដូរពូវីនមួយអាចចំណេញបាន 5000 បងប្អូនគ្នាអាធំ 6000 អាតូច 5000 អញ្ចឹងទៅហ្នឹងហើយពីហ្នឹងក៏គាត់ business គាត់បានធំខ្លាំងមែនទេណាស់បាទគាត់មានលុយមានកាក់ក៏គាត់ធ្វើផ្ទះធំទូលាយអញ្ចឹងណាហ្នឹងហើយដើម្បីឲ្យគ្រួសារបងស្រីហ្នឹងគាត់ពេញចិត្តដែរសារគ្រួសារបងស្រីហ្នឹងក៏គាត់មានតែចង់ឲ្យបងស្រីនិងបងប្រុសនឹងស្រឡាញ់គ្នាទេប៉ុន្តែគាត់មើលឃើញនិយាយរួមទៅឲ្យតែយើងមានការតស៊ូហើយទៅមុខទីទៅដល់ទីបញ្ចប់ទាំងអ្នកនរគ្នាបាទមិនថាការងារអ្វីដោយមានថាការងារអ្វីក៏ដោយបងប្អូនអ្នកគ្នាគឺល្អខ្លាំងមែនទេយើងកុំទៅលួចឆក់ប្លន់គេទៅបានហើយបងប្អូនអ្នកគ្នាបាទពេលហ្នឹងហើយគាត់ក៏បានចាប់ផ្ដើម business របស់គាត់រហូតទៅគាត់ធ្វើផ្ទះធ្វើអីចឹងទៅហើយគាត់ក៏មានរោងម៉ាស៊ីនហើយគាត់ក៏មានមុខរបរអីផ្ទាល់ខ្លួនឯងចឹងទៅពេលហ្នឹងឡើយក៏គាត់បានទុកការងារហ្នឹងដើម្បីឲ្យកូនចៅគាត់មើលបងប្អូនអរគ្នាបាទទុកកូនចៅគាត់មើលអញ្ចឹងណាទុកការងារហ្នឹងឲ្យកូនចៅរបស់គាត់មើលអញ្ចឹងហើយគាត់ក៏បានឡើងមកភ្នំពេញវិញបងប្អូនអរគ្នាគាត់បានឡើងមកភ្នំពេញវិញពេលហ្នឹងហើយគាត់ក៏បានឃើញជាងឡានមួយកន្លែងបងប្អូនអរគ្នាបាទឃើញជាងឡានអញ្ចឹងណាហើយណាមួយគាត់ចង់ business ខាងជាងឡានដូចជាបិទស្គូតដូចជាធ្វើឡានធ្វើអីផ្សេងអញ្ចឹងណាបងប្អូនអរគ្នាបាទពេលហ្នឹងក៏គាត់បានទៅចុះឈ្មោះរៀនបងប្អូនគាត់នឹងចុះឈ្មោះរៀនដំបូងមកថាយើងរៀនធ្វើជាកូនចៅគេវាអត់អស់លុយទេបងប្អូនហ្នឹងហើយយើងបានប្រាក់ខែមកវិញអញ្ចឹងណាហ្នឹងហើយពេលហ្នឹងក៏បានជួបតកែនិយាយមួយតកែហ្នឹងក៏ចិត្តល្អដែរបងប្អូនហ្នឹងបាទចិត្តល្អណាមួយបងប្អូនតកែហ្នឹងក៏បងប្អូនជាមួយមេគាត់ចាស់ដែលជាជាងម៉ូតូអញ្ចឹងណាហ្នឹងហើយគាត់ក៏មើលឃើញការតស៊ូរបស់គាត់អញ្ចឹងទៅក៏គាត់ឲ្យរៀនអញ្ចឹងទៅបងប្អូនហ្នឹងឲ្យរៀនផងហើយបានប្រាក់ខែប្រាក់អីផងអញ្ចឹងណាហ្នឹងហើយពេលហ្នឹងគាត់ក៏បានរៀនជាមួយបងជាងឡានហ្នឹងរហូតដល់6ឆ្នាំជាងអ្នកគ្នាព្រោះជាងឡានរៀនយូរបងប្អូនហ្នឹងនិយាយចេះទេពេលហ្នឹងក៏បងប្រុសគាត់បានរៀនចំណេះដឹងពីបងប្រុសហ្នឹងពីមេរបស់គាត់ហ្នឹងគឺបានចេះច្រើនខ្លាំងមែនទេអ្នកគ្នាបាទរៀនចេះច្រើនណារហូតដល់គាត់អាចធ្វើបានទាំងអស់បងប្អូនអរគ្នាមិនថាបិទស្គូតមិនថាជើងក្រោមមិនថាធ្វើអ្វីគ្រប់យ៉ាងដូចជាបូមគ្រឿងម៉ាស៊ីនហើយបាញ់ថ្នាំហើយយរួមគ្រប់យ៉ាងបណ្ដោយអ្នកនេះបាទពេលហ្នឹងឡើយក៏គាត់បានយរួមទៅគាត់សុំតកែរបស់គាត់ចឹងទៅសារគាត់ចេះអស់ហើយចឹងគាត់ចង់បើក business ខ្លួនឯងហើយណាមួយគាត់សន្សំលុយបានច្រើនគួរសមដែរបងប្អូនអរគ្នាគាត់សន្សំលុយបានច្រើនគួរសមដែរចឹងទៅក៏គាត់បានស្រេចចិត្តថាគាត់សុំតកែរបស់គាត់ដើម្បីទៅបើកហាងនៅស្រុករបស់គាត់ព្រោះស្រុករបស់គាត់ផ្លូវថ្នល់ផ្លូវជាតិវាធំអញ្ចឹងហើយក៏គាត់មានឡានមានម៉ូតូអីបែកអីចឹងណាហើយគាត់ក៏មាន business ធំរបស់គាត់ដើម្បីបិទស្គូតឡានបិទអីចឹងទៅគាត់ក៏បានសុំតកែរបស់គាត់ហ្នឹងដើម្បីត្រឡប់ទៅស្រុកវិញបងប្អូនអរគ្នាបាទត្រឡប់ទៅស្រុកវិញចឹងទៅក៏គាត់បានប្រាប់តកែប្រាប់អីរបស់គាត់ចឹងទៅហើយក៏តកែរបស់គាត់ក៏មានលុយអីខ្លះឬក៏ប្រដាប់ផ្សេងដូចជាប្រដាប់ស្អ៊ុតស្គូតប្រដាប់ម៉ូទ័របាញ់ទឹកបាញ់អីចឹងណាដើម្បីលាងសម្អាតគ្រឿងម៉ាស៊ីនគ្រឿងអីហើយបច្ចេកវិទ្យាផ្សេងទាំងអស់គាត់បានប្រាប់ឲ្យបងប្អូនគ្នាបាទសារគាត់ចិត្តល្អដែរចឹងទៅហ្នឹងហើយពេលហ្នឹងឡើយក៏បងប្រុសក៏បានត្រឡប់មកស្រុករបស់គាត់វិញបងប្អូនគ្នាបាទគាត់ក៏ទៅលេងផ្ទះម៉ែក្មេករបស់គាត់ចឹងណាហ្នឹងហើយពេលហ្នឹងឡើយក៏ម៉ែក្មេករបស់គាត់ហ្នឹងហើយនឹងឪក្មេករបស់គាត់ហ្នឹងគឺអញនិយាយបានថាគាត់ប្រឹងប្រែងខ្លាំងណាគាត់ប្រឹងប្រែងខ្លាំងចឹងទៅក៏ម៉ែក្មេកឲ្យក្មេករបស់គាត់ក៏អត់មានថៃដែរបងប្អូនគ្នាតែងតែញឹមពីក្រោយខ្នងអញ្ចឹងណាហ្នឹងហើយដោយសារតែឃើញកុំប្រសានឹងប្រកែខ្លាំងអីចឹងទៅហ្នឹងហើយបាទអ្នកនរគ្នាពេលហ្នឹងហើយក៏គាត់បាននិយាយរួមទៅម៉ែឲ្យក្មេករបស់គាត់គឺពេញចិត្តគាត់ខ្លាំងណាស់ដែរអ្នកនរគ្នាបាទដោយសារឃើញគាត់ប្រកែអញ្ចឹងណាពីដំបងឡើយគឺគាត់អត់មានអីទេអ្នកនរគ្នាបាទ
គាត់អត់មានផ្ទះធំទូលាយហើយគាត់អត់មានអ្វីគ្រប់យ៉ាងប៉ុន្តែយល់ទៅគាត់បានកូនភាសាមកគ្រប់នឹងមកគឺល្អបងប្អូននេះគាត់អត់ចេះស៊ីចាយស៊ីផឹកអីតែផ្ដេសផ្ដាស់ទេអញ្ចឹងណាគាត់តែបើថាយើងផឹកអីផ្សេងមិនតិចមិនតួអញ្ចឹងទេណាគ្នាគាត់មានតែផឹកប៉ែឡែប៉ូលីអត់ធ្វើការធ្វើងារអញ្ចឹងណាហ្នឹងហើយពេលហ្នឹងគឺក្មេងម៉ែក្មេងគាត់ក៏លួចញញឹមអីចឹងទៅហ្នឹងហើយដោយសារឃើញកូនគាត់តាមប្រពៃណីអញ្ចឹងណាហ្នឹងហើយហើយគាត់ក៏មានបំពេញអីគ្នាដែរពេលហ្នឹងក៏គាត់អត់មាននិយាយអីទេច្រើនទេបងប្អូននេះបាទពេលបងស្រីបងប្រុសម្នាក់ហ្នឹងក៏សុំឪម៉ែឪក្មេកអញ្ចឹងណាដើម្បីនាំសង្សាររបស់គាត់ដើរលេងអញ្ចឹងទៅពេលហ្នឹងក៏គាត់អត់ក៏បានបដិសេធអីទេណាអស់គ្នាបាទពេលហ្នឹងក៏គាត់ឲ្យទៅអញ្ចឹងទៅហ្នឹងហើយពេលហ្នឹងហើយក៏គាត់បានដើរលេងមួយគ្នាអីធម្មតាអញ្ចឹងណាបងប្អូនអស់គ្នាបាទវាជាសង្សារនឹងគ្នាដូចជាទៅអង្គរទៅអីអញ្ចឹងណាទៅលេងកន្លែងភោជនីយដ្ឋានអីផ្សេងអញ្ចឹងទៅហ្នឹងហើយគាត់ក៏បាននិយាយរឿងប្រាប់គ្នាអីអញ្ចឹងណាហ្នឹងហើយថាប្រពន្ធរបស់គាត់ហ្នឹងក៏បានប្រាប់ថាពីដំបងឡាយហ្នឹងគឺម៉ែឪក្មេករបស់គាត់អត់ពេញចិត្តបងទេហើយឃើញបងក្របងអសបកែអញ្ចឹងណាហ្នឹងហើយដល់ពេលដំបងឡើយហ្នឹងគាត់អត់ពេញចិត្តដល់ពេលឥឡូវគាត់អាចនឹងពេញចិត្តបងឯងអញ្ចឹងណាឃើញបងឯងបកែបងឯងប៉ិនធ្វើការហើយប៉ិនរ៉ូស៊ីអញ្ចឹងទៅហ្នឹងហើយបងប្រុសម្នាក់គឺគាត់សប្បាយចិត្តខ្លាំងដែរអ្នកនរគ្នាមកគាត់សប្បាយចិត្តណាពេលឃើញម៉ែឪក្មេករបស់គាត់អញ្ចឹងទៅគាត់សប្បាយចិត្តខ្លាំងណាពេលហ្នឹងហើយក៏គាត់បានខំរលុយរកអីទៀតអញ្ចឹងណាបងប្អូនអ្នកគ្នាបាទពេលហ្នឹងហើយបងប្អូនអ្នកគ្នាបាទគាត់ខំតស៊ូកាន់តែខ្លាំងជាងមុនទៀតបងប្អូនអ្នកគ្នាពេលហ្នឹងហើយគាត់ក៏បានជូនប្រពន្ធរបស់គាត់ហ្នឹងគាត់ក៏បានដាក់ប្រពន្ធរបស់គាត់ហ្នឹងក៏នៅផ្ទះឲ្យក្មេងអញ្ចឹងណាហ្នឹងហើយគាត់ក៏បានដាក់ប្រពន្ធរបស់គាត់ហើយក៏គាត់បានចេញទៅវិញជរៀបលាឲ្យចេញទៅវិញអញ្ចឹងណាបងប្អូនអ្នកគ្នាបាទគាត់អាជីវធម៌អាជីសសិលធម៌របស់គាត់គឺល្អខ្លាំងមែនទែនអ្នកនរគ្នាបាទល្អចឹងហើយគាត់ក៏បានត្រឡប់ទៅផ្ទះគាត់វិញគាត់ដេកគិតមួយយប់អញ្ចឹងគួរតែបើកមិនអញ្ចឹងណាបងប្អូនអ្នកគ្នាពេលហ្នឹងហើយគាត់ក៏បានឆាតទៅសួរមេរបស់គាត់គួរតែធ្វើរោងមិនធ្វើអីខ្លះអញ្ចឹងណាហ្នឹងហើយមេរបស់គាត់ក៏បានប្រាប់តាមតំណើដើមតោមកធ្វើតូបមិនអីវែងមិនអីមិនអញ្ចឹងណារៀបចំមិនជីវកម្មយើងល្អមិនអញ្ចឹងណាដោយសារគាត់ប្រកែកនិយាយដែរអញ្ចឹងទៅរុះរាយរាក់ទាក់ពេលហ្នឹងហើយគាត់បងប្រុសក៏បានធ្វើតាមមេរបស់គាត់គ្រប់យ៉ាងមកបងប្អូននេះបាទគាត់បានធ្វើតូបអីលក់អញ្ចឹងទៅហើយគាត់មានលក់អីវ៉ាន់ចាប់ហូរចាប់អីដើម្បីឲ្យភ្ញៀវដល់ពេលភ្ញៀវមកអូតស្កូតឬក៏ធ្វើឡានធ្វើអីក៏ឲ្យភេទជ្ជៈអីដល់ភ្ញៀវឲ្យភេទជ្ជៈដល់ភ្ញៀវអញ្ចឹងណាជាស្រ័យបងប្អូននេះបាននិយាយអត់ច្បាស់បាទដោយសារនិយាយរឿង12នាទីបងប្អូននេះបាទរឿងអាឡាល្អបន្តិចហើយពេលហ្នឹងហើយគាត់ក៏បានរកកូនចៅម្នាក់2នាក់អីចឹងណាហើយកូនចៅរបស់គាត់គឺជាងម៉ូតូហ្នឹងហើយអត់ទេបាទគាត់បរៀនគ្រប់យ៉ាងទៅដល់កូនចៅរបស់គាត់ចឹងទៅហ្នឹងហើយគឺកូនចៅរបស់គាត់គឺស្រឡាញ់គាត់ដែរអ្នកនរនេះបាទដោយសារតែគាត់ប្រកែឲ្យលុយឬក៏កម្លាំងលើកទឹកចិត្តហើយនឹងចំណេះវិជ្ជាគ្រប់យ៉ាងគាត់បានចែកទៅដល់កូនចៅគាត់ជាច្រើនផងដែរអ្នកនរនេះបាទពេលហ្នឹងហើយគឺកូនចៅរបស់គាត់ស្រឡាញ់គាត់បងប្អូនអ្នកនេះគាត់តែងតែយកទុកតរៈដូចជាម៉ែឲ្យឈឺអញ្ចឹងទៅក៏ឲ្យសារៈគឺក៏ឲ្យលុយជំនួយអីចឹងណាពេលហ្នឹងគឺអាជីវកម្មរបស់គាត់គឺដើរខ្លាំងមែនទែនអស់ទេបាទដោយសារតែគាត់ business របស់គាត់ខ្លាំងដែរអញ្ចឹងណាបងប្អូនអ្នកនេះបាទហ្នឹងហើយពេលហ្នឹងហើយក៏គាត់បានមានលុយមានកាក់ដោយសារគាត់បើក business គាត់យូរខ្លាំងណាស់ដែរបងប្អូនអ្នកនេះចូល5ឆ្នាំបងប្អូនអ្នកនេះបាទវាទាំងអស់វាចូល5 10ឆ្នាំអញ្ចឹងហើយគាត់អាចនឹងអាយុតែជាខ្ទង់20អង្គគាត់ឈប់រៀនដូចជាអាយុ18ឆ្នាំបងប្អូនអ្នកនេះគាត់រៀនចប់អញ្ចឹងណារហូតដល់ប៉ុណ្ណឹងគាត់អាចអាយុជិតចូល29 30អញ្ចឹងណាហ្នឹងហើយពេលហ្នឹងហើយគាត់ក៏មានលុយមានកាក់អញ្ចឹងទៅហើយគាត់ក៏បានសួរម៉ែឪរបស់គាត់អញ្ចឹងណាមួយម៉ែឪរបស់គាត់ក៏ធ្វើផ្ទះឲ្យធំទូលាយនៅអញ្ចឹងណាបងប្អូននេះហើយម៉ែឪរបស់គាត់ក៏មាន business របស់គាត់ផងដែរបងប្អូនអរនេះបាទដូចជារោមម៉ាស៊ីនកាន់ស្រូវកាន់អីអញ្ចឹងណាហ្នឹងហើយតូបរបស់គាត់លក់ហ្នឹងគឺគាត់ឲ្យប្រពន្ធរបស់គាត់លក់បងប្អូនអរនេះបាទសង្សាររបស់គាត់ហ្នឹងហើយគាត់ឲ្យសង្សាររបស់គាត់លក់បងប្អូនអរនេះអញ្ចឹងហើយក៏ឲ្យក្មេងក៏តែងមកមើលការងារគាត់មើលអីអញ្ចឹងណាបងប្អូនអរនេះបាទតែងមកមើលការងារគាត់អីអញ្ចឹងទៅគាត់ក៏ពេញចិត្តខ្លាំងមែនទេបងប្អូនអរនេះតរណាបានមនុស្សតស៊ូតាំងពីក្រីក្ររហូតដល់មានបានបងប្អូនគាត់ប្រកែហើយគាត់ក៏ទៅសើទៅដល់កូនរបស់គាត់ផងដែរពីដំបូងឡើយគឺគាត់អត់ចង់ឲ្យតាក់ទោគ្នាទេអញ្ចឹងបងប្អូនសារគាត់ពីមុនហ្នឹងគាត់ដើរអាប៉ែលេប៉ឡែអញ្ចឹងដែរទៅតែតែផឹកស៊ីយូរអញ្ចឹងណាគាត់កែខ្លួននៅស្នាក់ហ្នឹងគឺគាត់ល្អខ្លាំងមែនទេពេលហ្នឹងហើយគាត់ក៏មើលឃើញទៅដល់បងប្រុសហ្នឹងមើលឃើញដល់បងប្រុសការតស៊ូរបស់គាត់តាំងពីដើមមកពេលហ្នឹងក៏
bong pro mẹ nâng có cọt bàn bong pro set cọt có bàn tự cho sự định đằng của pôn là bọc cọt chẳng nè là sao của pôn bọc cọt cọt bơ business ở pôn bọc cọt đa hay nằng nâng ngày đôi chỉ lụa cà phê lụa phải được chị ấy xem chứ nó bong một đó thì bạn nâng ngày bên nâng ở cọt bàn này dây cho mũi ở pục là bọc cọt chẳng từ hay cọt có bàn tự cho sự định đằng côn ở pôn bọc cọt mà pôn đó này bạn nâng ngày hay ở không TV từ bốn cột trong xạ chất để chẳng á nè cột trong xạ chất từ bốn nó cột ắt oi đấy bóng bộ nó hiểu cột ắt oi chẳng nó được chìm miên đây chẳng nó cột ắt oi đây này về năng hai cột đôi chỉ cột này giấy bán tha cột tàu vinh mà bọn nó hay mà cột tàu vinh chẳng tới hay bài chỉ mặc khai còi có cột chỗ từ sân đây dần đong thì bóng bộ nó hiểu cột từ chỗ sân đây dần đong thì đấy chẳng á này về năng hai có cột hai một tháng cột ắt oi thì là ngày bóng bộ nó hiểu cột ắt oi tiền chẳng tớiแต่ซาตะเคยบิสนิบอกกดครั้งแรกไอ้จังแรกตึกก็กดอัดอ้อยก็จังสะจัดไอ้จังนะนั่งไงบางโปนอกเนี่ยบ่เป็นนั่งไงกดกับบ้านสะจัดโกมสะบอกกดจังนะนั่งไงกดกับบ้านโจตัวได้ตันดังนั้นปีดองเนี่ยเนี่ยบ่ปีดองจังนะเป็นนั่งไงค่อยบอกกดเกิดอ้อยตีบางโปนอกเนี่ยบ่จังก็จังสะจัดไอ้จังนะก็จังเลจมูกจังแต่กดครั้งไอ้อันคือบางพร้อมนั้นคือกดอัดครั้งแต่บางโปนอกเนี่ยบ่จังแต่hơi bộ pôn bảo cốt cái thằng bộ ngành cho mồm đòn tiền mau mà khai coi ngoài cho đòn tiền mau chẳng á này từ mà khai tiết có cốt cho tâm đòn tiền bằng này cho tâm đòn tiền nó chắc chắn rồi đó có các bạn cho tâm đòn tiền tiền nâng hai cả ở không bảo cốt các bạn chơi bà vậy chẳng là bằng này rồi cốt có hôi chất nào đây bằng này này bạn cốt hôi chất đó thằng bộ anh lên chẳng chọn ở đây cồn không thư cà rô xì lột rồi bên này ngay bộ anh lên chẳng chọn ở đây bên năng hai con không bị bỏ con cả bàn thai đây là bông bồn đây bà con cả bàn dày cho đây là ngay vậy còn pro sợi dây bông bồn đây bà xa khơi bong pro cái rosi và cái thơ cài trắng là ngày bên năng hai con có bàn pro riêng thì hơi có con bàn vô ngay khai cho nam cả nơi bỏ bong pro hay là bong sợi bàn có con cu 10 trắng là vậy có sợi lanh này dụ đây hay chẳng từ bên năng hai có con về cái con cu 10 nó có lọ một con này bà ở đây thì ai cả cho một cái này bạn chẳng tới bên nâng hai con có bán cao với kia chẳng tới bằng phố này bà có tha PK nâng bộ phố này ơi mà nâng mình đi chơi nó bằng phố này bà nâng đi chơi làm tiền từng khang pro từng khang say chẳng là tha bàn cồn một cọp nâng lọ com thư caro si tam bị đâm lại mò hay chơi có lọ bong pro này nâng á tay nhật khơi nhật đơ tam play ấy tay oi lui oi cãi chẳng tới bằng phố này bà chẳng tới cứ nè này giấy trơn làm tên nọ này phần tay này giấy nó cứ mình men này giấy giặt rõ thế nào mong cô đăng đây bạn khi này giấy bịa để lọ bị bong pro chân từ hay khang say có nhiều nhiêu vậy chẳng nó ngày là sạc cây bong pro cận chẳng men một cô đăng đây bạn ngày bên năng ai có cứ sao là nhiều bọc có cái chơi nhau tập đòi nè đây là cật trong dung trong say làm tên nọ đây mà con mình nức smart á ta có đong ngày nâng chẳng nó bong cô đăng đây bạn bên năng ai có các bạn cả ơi rồi cọt cả bạn nâng một bốn bảo cọt từ nơi kháng cọt để trong tầng này là xa tiệt cọt đây tiệt máy không cọt của mình là trai cái nàyประมาณได้บางคนนั่งđi mà về cọt ca ấy hơi cọt cả một bốn bảo cọt có nơi thơ ca lụa ở van là van bà lai bà lóc ấy thông mà đá bangคนนั่งđi mà ngày bà đừng đừng có chút đầu tiên mình chọn đây bangคนนั่งđi mà con trang làm tên bangคนนั่งđi mà bạn start tạm biệt đầu mình có chọn chứ nóนั่งđi mà lớn nơi tụi mình thích tiền để chọn ngày bên nâng cờ bong sấyกับบ้านโรนอยจะมวยประเดี๋ยวบอกก่อนนั่งปีชนะมาโบราณเนี่ยบ้านปีชนะbên nâng cờกอดบ้านโกนมวยบางโบราณเนี่ยบ้านโกนมวยคือโกนสไลด์เตี้ยบางโบราณเนี่ยนะคลาสหลังโกนสไลด์โดยยอมจังนะบางโบราณเนี่ยบ้านยังไงกับบ้านโกนสไลด์จังนะบางโบราณเนี่ยบ้านbên nâng cờกอดบ้านสบายจัดคลำเต็มบางโบราณเนี่ยบ้านกอดมีนโกนจังนะยังไงภาษาตีมวยกอดมันนึกสมาร์ตแต่กอดบ้านไงนึงยังไงกดคอมต่อสู้ตั้งเดิมมอละโหนมาดองไงหนึ่งคือประบาทนะบางคนนักเนื้อมันเป็นสูตรลอยคือโรประบาทคลางมันเต็มบางคนนักเนื้อมันเป็นสูตรเป็นหนึ่งคือกดอพองไพพองไปกดบานจ่าเลยจังนั่นไงเขาไม่บอกกดก็สบายจัดได้บางคนนักเนื้อจำในบองปลอกนึงก็บอกบองปลอกไม่บอกบองปลอกคือสบายคลางไปเคยกอดต่อสู้โหดตีมันจบจ้ะมันก็เดินยังสลังยังอายต่อสู้บานบางคนเนี่ยคือเฮียนเลี้ยบองกรอบยางมาดอยใหญ่รุ่มเตยยังไง
គាត់ហ៊ានលះបង់គ្រប់យ៉ាងហ្នឹងហើយបងប្អូនអរគ្នាបាទអរគុណច្រើនដែលបានស្ដាប់រឿងនេះរហូតដល់ចប់ចឹងណាបងប្អូនអរគ្នាបាទឥឡូវហ្នឹងគឺបងប្រុសគាត់មានកូនចំនួន2នាក់ហើយបងប្អូនអរគ្នាបាទអរគុណច្រើនខ្លាំងមែនតើបងប្អូនអរគ្នាបាទ